10 ចំណុចប្រព័ន្ធកាត់លាបប្តីទី1គឺមុខក្រញ៉ៅមុខក្រញ៉ៅក្រម៉ៅក្រម៉ៅស្វិតស្រពោនកញួនគ្មានអំណោយទានគ្រាន់តែឃើញគឺថាមានអារម្មណ៍មិនស្រួលឬក៏មានអារម្មណ៍ថាមិនចូលចិត្តឬក៏ខ្លាចទី2រអ៊ូរទាំនិយាយអវិជ្ជមាននិងបំបាក់ទឹកចិត្តប្តីអត់ដែលនិយាយវិជ្ជមានឬការលើកទឹកចិត្តទេតែងតែហាមតែងតែខាត់តែងតែមិនអោយប្តីធ្វើការសាកល្បងដោយយកភាពអវិជ្ជមានមកបំឡាចដូច្នេះគ្មានឱកាសណាអាចចូលមកបានទេទី3កំណាញ់ឲ្យមុខលុយបានលុយមកស្វិតធ្វើអ្វីចង់បានតែលុយប្តីមានបញ្ហាមិនស្គាល់សុខទុក្ខការលំបាករបស់ប្តីគិតតែពីរឿងសួររកលុយហើយមិនខ្វល់ពីមុខរបស់ប្តីនៅពេលដែលប្តីឲ្យលុយដកវិញពិបាកឬក៏ដកមិនបានកំណាញ់ស្វិតរិះទី4គឺតែងតែបំបាក់ប្តីទាំងបំបាក់មុខប្តីនិងបំបាក់ទឹកចិត្តប្តីបំបាក់មុខប្តីមិនឲ្យមានរាសីឬក៏ឥទ្ធិពលលើអ្នកដទៃហើយបំបាក់ទឹកចិត្តប្តីមិនឲ្យប្តីទៅធ្វើអ្វីមួយដោយការជឿជាក់ឬក៏ការពេញចិត្តឬក៏ធម៌ពលពេញទី5គឺតែងតែមិនឲ្យតម្លៃប្តីហើយជាពិសេសតែងតែប្រៀបធៀបប្តីនិងអ្នកដទៃប្រុសដទៃដោយឲ្យប្តីខ្លួនឯងនេះគឺថាអន់តូចទាបជាងគេប្រៀបធៀបគេល្អពងពោះប្រសើរណាហើយបើសិនជាប្តីរកលុយមិនបានទៀតនោះគឺថាមិនស្វាគមន៍ឬក៏ស្ដីថាចំពោះប្តីទី6រដ្ឋបៀតទំនាក់ទំនងប្តីតាក់ទងទៅមិត្តចាស់មិត្តថ្មីអ្នកស្គាល់អត់ចង់ឲ្យប្តីមានការទំនាក់ទំនងទៅណាទេហើយរឿងឱកាសឬក៏លៀបយសសការៈតែងតែនៅនឹងអ្នកដទៃចុះបើសិនជាមិនឲ្យប្តីតបជាប់ទំនាក់ទំនងទៅកាន់អ្នកដទៃតើបានឱកាសអីមកចូលផ្ទះបានឱកាសអីបានលៀបអីទី7ត្រួតត្រាបង្គាប់បញ្ជាជ្រៀតជ្រែកការងារប្តីអ្នកខ្លះប្តីប្រាប់តែកាន់ក្រុមការងារឬបុគ្គលិកថាឲ្យធ្វើចេះប៉ុន្តែដល់ពេលដែលប្រពន្ធទៅដល់ផ្សេងគេហៅថាប្រធានទី3មិនដឹងថាអ្នកណាជាប្រធានឲ្យពិតប្រាកដទេណាប្តីប្រាប់ចេះប្រពន្ធប្រាប់ចុះប្តីប្រាប់ចេះប្រពន្ធប្រាប់ចុះ